xe chạy kia đấng đầm nâng lõ sẽ tiếp cho bạn đúcมันtoàn chọn bọc bìnhกระ โยธากระทรวงอนุญาตឲ្យពន្យាពេល4ឆ្នាំដំណឹងសំខាន់សម្រាប់សិស្សានុសិស្សភេទប្រុសដែលទើបប្រឡងចប់បាក់ឌុបថ្នាក់ទី12ដែលជាប់កាតព្វកិច្ចយោធាប៉ុន្តែចង់រៀនមហាវិទ្យាល័យបន្តឲ្យចប់សិនពេលនេះក្រសួងអនុញ្ញាតឲ្យពន្យាពេលរយៈពេល4ឆ្នាំយោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធារាជរដ្ឋាភិបាលត្រង់ចំពុកទី3លក្ខខណ្ឌនិងបែបបទនៃការពន្យាពេលមាត្រា11បានឲ្យដឹងថាប្រជាពលរដ្ឋជាសិស្សនិស្សិតដែលកំពុងសិក្សាឬជនអន្តោប្រវេសន៍ការងារឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអាចទទួលបានការអនុញ្ញាតឲ្យពន្យាពេល1ឆ្នាំម្ដងចំនួន4ឆ្នាំដោយឡែករយៈពេលនៃការពន្យាពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធាជាមួយគ្នានេះការដាក់ពាក្យសុំពន្យាពេលត្រូវមានការបញ្ជាក់មូលហេតុនិងមានការបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ចដូច្នេះនេះគឺជាដំណឹងដ៏សំខាន់ដែលបងប្អូនជាសិស្សានុសិស្សពិសេសអ្នកដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះត្រូវដឹងគ្រប់គ្នា